សួស្តីបងប្អូនទាំងអស់គ្នាបើថ្ងៃណាមួយសូម្បីតែលុយទិញបាយមួយប្រអប់ក៏គ្មានតើបងប្អូននឹងធ្វើដូចម្តេចចំពោះបញ្ហាបំណុលលើកនេះជីវិតខ្ញុំធ្លាក់ដល់ចំណុចមួយដែលខ្ញុំមិនធ្លាប់គិតថាវានឹងកើតឡើងលើខ្លួនឯងឡើយសូម្បីតែលុយសម្រាប់ទិញបាយមួយប្រអប់ខ្ញុំក៏មិនមានដែរមនុស្សជាច្រើនប្រហែលគិតថាបញ្ហាលុយគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នតែសម្រាប់ខ្ញុំនៅពេលនោះវាមិនមែនត្រឹមតែបញ្ហាហិរញ្ញវត្ថុទេវាជាបញ្ហាផ្លូវចិត្តជាបញ្ហាជំនឿហើយជាបញ្ហាដែលធ្វើឲ្យខ្ញុំសួរខ្លួនឯងថាតើជីវិតខ្ញុំកំពុងទៅណាថ្ងៃនោះហើយដែលខ្ញុំភ្ញាក់ខ្លួនឡើងយ៉ាងខ្លាំងថាខ្ញុំមិនគួរណាធ្លាក់ដល់ចំណុចនេះទេមិនមែនព្រោះខ្ញុំល្អជាងអ្នកដទៃតែព្រោះខ្ញុំដឹងថាជីវិតខ្ញុំមានតម្លៃជាងនេះហើយព្រះអង្គមិនបានបង្កើតខ្ញុំដើម្បីឲ្យរស់នៅក្នុងការបាក់ទឹកចិត្តនោះឡើយនៅពេលនោះខ្ញុំដឹងច្បាស់ណាស់ថាមនុស្សមិនអាចជួយខ្ញុំបានទាំងស្រុងទេសាច់ញាតិមិត្តភ័ក្តិសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏អស់កម្លាំងដែរមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចជួយខ្ញុំបានខ្ញុំចាប់ផ្ដើមស្វែងរកទ្រង់មិនមែនដោយសារខ្ញុំមានអ្វីល្អទេតែដោយសារខ្ញុំគ្មានអ្វីនៅសល់ទៀតឡើយក្រៅពីការទុកចិត្តលើព្រះអង្គខ្ញុំហៅរកទ្រង់អធិដ្ឋានទាំងទឹកភ្នែកទាំងការសង្ស័យទាំងការឈឺចាប់ហើយខ្ញុំសម្រេចចិត្តមួយយ៉ាងច្បាស់គឺត្រឡប់ទៅរកកន្លែងថ្វាយបង្គំឡើងវិញព្រះអង្គបានជ្រាបគ្រប់បញ្ហារបស់ខ្ញុំសូម្បីតែបញ្ហាដែលខ្ញុំមិនអាចនិយាយប្រាប់អ្នកណាបានព្រះអង្គបានចាត់ឲ្យមិត្តភក្តិខ្ញុំម្នាក់ដែលជាគ្រីស្ទបរិស័ទដែរតាក់ទងមកសួរសុខទុក្ខខ្ញុំនៅពេលដែលខ្ញុំកំពុងស្ងាត់កំពុងនឿយហត់និងកំពុងគិតថាមិនមានអ្នកណាគិតដល់ខ្ញុំទេខ្ញុំបានប្រាប់គាត់តាមត្រង់ថាខ្ញុំកំពុងថ្វាយបង្គំជាមួយក្រុមមួយតាម Facebook ជាក្រុមដែលខ្ញុំមិនធ្លាប់ស្គាល់មិនធ្លាប់ជួបមុខតែខ្ញុំកំពុងព្យាយាមចាប់យកជំនឿរបស់ខ្ញុំឡើងវិញពេលគាត់ឮដូច្នោះគាត់មិននៅស្ងៀមទេគាត់បានតាក់ទងព្រះវិហារមួយឲ្យខ្ញុំទៅសិក្សារៀនសូត្រទៅស្គាល់ព្រះបន្ទូលនិងទៅថ្វាយបង្គំជាមួយក្រុមជំនុំនៅទីនោះគឺជាជំហានតូចមួយតែវាជាជំហានដែលបដូរជីវិតខ្ញុំទាំងមូលខ្ញុំមិនដែលភ្លេចឡើយក្នុងខែមីនាឆ្នាំ2023ខ្ញុំបានក្លាយជាសមាជិកនៃព្រះវិហារដែលខ្ញុំកំពុងថ្វាយបង្គំរហូតមកដល់សប្តាហ៍ថ្ងៃនេះពីថ្ងៃនោះមកខ្ញុំបានរៀនថាការស្វែងរកព្រះអង្គមិនមែនធ្វើឲ្យបញ្ហាបាត់ភ្លាមទេតែវាធ្វើឲ្យចិត្តខ្ញុំមានកម្លាំងក្នុងការប្រឈមមុខនឹងបញ្ហាការទុកចិត្តព្រះអង្គការអធិដ្ឋានការទូលសុំនិងទូលអង្វរដោយជំនឿបានធ្វើឲ្យជីវិតខ្ញុំមានដំណោះស្រាយម្ដងបន្តិចព្រះអង្គបង្រៀនខ្ញុំមិនមែនតែពីលទ្ធផលតែពីដំណើរដែលខ្ញុំកំពុងដើរព្រះអង្គគង់ជាមួយខ្ញុំនៅពេលខ្ញុំខ្លាំងហើយក៏នៅជាមួយខ្ញុំនៅពេលខ្ញុំទន់ខ្សោយផងដែរព្រះអង្គមិនដែលទុកខ្ញុំចោលឡើយសូម្បីតែថ្ងៃដែលខ្ញុំមានជំនឿតិចតួចបំផុតក៏ដោយរហូតដល់ចុងឆ្នាំ2025ដោយព្រះគុណរបស់ព្រះអង្គខ្ញុំបានទទួលសេរីភាពពីបំណុលវិញមិនមែនព្រោះខ្ញុំឆ្លាតតែព្រោះព្រះអង្គស្មោះត្រង់បងប្អូនប្រហែលជាសួរថាព្រះអង្គបានជួយខ្ញុំដោយរបៀបណាសម្រាប់ចម្លើយខ្ញុំនឹងប្រាប់នៅអេពីសូត9ដែលជាអេពីសូតចុងក្រោយនៃរឿងរ៉ាវជីវិតបន្ទាប់ពីបែកបាក់គ្រួសារ
សូមអរគុណសូមព្រះប្រទានពរសូមបងប្អូន Subscribe Channel YouTube របស់ខ្ញុំផងសូមអរគុណ